លុយបបាញ់នេះដែលមានចំនួន20000រៀលនឹងបាត់ចេញពីដៃរបស់ខ្ញុំបើសិនជាខ្ញុំអត់ទៅរួមនេថាទឹកជ្រាវហើយទៅលេងទឹកជ្រាវឲ្យបានមុនម៉ោង12ទេអូខេអ្នកគ្នាឥឡូវនេះក្នុងនាឡិកាខ្ញុំម៉ោង8ហើយយើងកំពុងតែស្ថិតនៅទីតាំងខេត្តកណ្ដាលនៅមុខរូបចម្លាក់ព្រះបាទអង្គឌួងហើយមុននឹងទៅរួមនេថាទឹកជ្រាវយើងនឹងធ្វើដំណើរទៅវត្តទី1ជាមុនសិនអូខេអ្នកគ្នាបន្ទាប់ពីយើងជិះ1ម៉ោងហើយឥឡូវម៉ោង9ជាងហើយយើងកំពុងនៅមុខវត្តតាំងហោឥឡូវនេះតោះចូលទៅអស់គ្នាធ្វើបុណ្យដាក់ចង្ហាន់តោះចំពោះរបស់របរប្រគេនព្រះសង្ឃពួកយើងបាននាំមកនៅចង្ហាន់អង្ករមីជាតិក៏ដូចជាគ្រឿងទេសមួយចំនួនដូចជាទឹកត្រីជាដើមកញ្ញានេះគឺជាខែបុណ្យភ្ជុំដែលបងប្អូនទាំងឡាយទៅវត្តទៅវាដើម្បីកសាងបុណ្យកុសលទិសដល់ញាតិកាទាំង7សន្តានរបស់យើងផងដែរទៅវត្តលើកនេះបងអ្នកគ្នាឃើញវីដេអូហ្នឹងខ្ញុំសូមជូនបុណ្យផងសាធុសាធុសាធុខែអ្នកគ្នាឥឡូវនេះនាឡិកាខ្ញុំមក10:40ហើយយើងបានមកដល់វត្តជ្រាវហើយនៅកន្លែងនេះគឺមានទីធ្លាច្រើនមែនតើសំខាន់មានលក់ផ្លែឈើសំខាន់មានស្ពឺឡើយនេះទៀត1គីឡូ5000នៅវត្តជ្រាវនេះអ្នកទាំងអស់គ្នាគួរតែពិចារណាមកវត្តនេះឲ្យបានម្ដងដោយសារនៅទីនេះមានបរិយាកាសបរិសុទ្ធហើយអ្នកគ្នាក៏អាចថតរូបជាមួយបរិយាកាសជុំវិញនឹងផងដែរជាពិសេសដើមពោធិ៍នេះតែម្ដងអូខេអ្នកគ្នាយើងបានសម្រេចបេសកកម្មរបស់យើងហើយយើងបានមកដល់នៅម៉ោង12:03នាទីអ្នកគ្នាមើលទៅសភាពស្អាតខ្លាំងមែនតើwow ពិតជាសប្បាយចិត្តខ្លាំងមែនតើតែទោះបីយ៉ាងណាគឺខ្ញុំនៅតែឧបត្ថម្ភដែរទៅគុណធម៌បុព្វាសូមជូនពរកុសលដល់អ្នកគ្នា